បាទសម្រាប់ឆ្នាំ2026នេះគឺជាដើមឆ្នាំគឺយើងបើកសក្តានុពលថ្មីនៃការសហការរៀបចំជាមួយនឹងក្រុមហ៊ុនវឌ្ឍនៈទៅលើការរៀបចំការប្រកួតកីឡាប្រដាល់សកលអាជីពដែលមានឈ្មោះថា Dragon The Golden Ring ដែលជាការឧបត្ថម្ភដាច់មុខរបស់ក្រុមហ៊ុនវឌ្ឍនៈទៅលើការរៀបចំនេះដែលយើងនឹងរៀបចំរៀងរាល់ខែចាប់ផ្ដើមពីថ្ងៃទី28ខែកុម្ភៈរហូតដល់ខែធ្នូឆ្នាំ2026ដែលយើងមានរៀបចំចំនួន11លើកផងដែរបាទសម្រាប់ការរៀបចំនេះគឺវាពិសេសពិសាមែនទែនគឺទីមួយគឺបង្ហាញអំពីការជឿជាក់អំពីក្រុមហ៊ុនវឌ្ឍនៈដែលគាត់តែងតែចូលរួមគ្រប់គ្រងដល់វិស័យកីឡាជាតិជាពិសេសគឺឆ្នាំនេះគាត់បានចូលរួមគ្រប់គ្រងបន្ថែមទៅលើភេកកីឡាប្រដាល់សកលដែលជាភេកកីឡាអូឡ িম্প ិកហើយជាការរៀបចំនេះគឺមានការគ្រប់គ្រងច្រើនគឺទីមួយគឺយើងផ្ដោតសំខាន់ទៅលើការជួយអភិវឌ្ឍទុនធានកីឡាករថ្នាលគឺយើងមានទាំងគូថ្នាលក៏ដូចជាគូធំដូច្នេះគឺយើងបានទាំងពីរប្រភេទគឺអភិវឌ្ឍយុវជនថ្នាលផងក៏ដូចជាត្រៀមនៅក្រុមជម្រើសជាតិយើងដើម្បីចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាពិសេសគឺឆ្នាំ2026នេះគឺយើងមានប្រកួតច្រើនយើងមានទាំង Asian Games នៅប្រទេសជប៉ុនក៏ដូចជាការប្រកួតកម្រិតអាស៊ីជាច្រើនផងដែរបាទពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងរបស់ក្រុមហ៊ុនវឌ្ឍនៈនេះគឺមែនតើទៅបើយើងរំលឹកអំពីប្រវត្តិនៃការគ្រប់គ្រងគឺកាលពីឆ្នាំមុនដែលឆ្នាំ2025គឺគាត់បានជួយទៅលើការរៀបចំឧបត្ថម្ភការរៀបចំជើងអន្តរជាតិនៅឆ្នាំ2025ហើយបន្ទាប់ពីគាត់មើលឃើញអំពីការវិវត្តក៏ដូចជាកិច្ចខំរបស់សហព័ន្ធគឺគាត់បន្តជួយឆ្នាំ2026នេះដែល2026នេះគឺការគ្រប់គ្រងកាន់តែច្រើនក៏ដូចជាកាន់តែធំទៅលើការរៀបចំហើយមែនតើទៅគឺការគ្រប់គ្រងនេះមិនមែនតែការរៀបចំប្រចាំខែទេគឺគាត់គ្រប់គ្រងច្រើនទៅលើការត្រៀមបញ្ជូនទៅប្រកួតក្រៅប្រទេសក៏ដូចជាចូលរួមការប្រកួតកីឡាអន្តរជាតិហើយយើងនឹងពឹងថានឹងទទួលបាននូវសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រជាច្រើនពីព្រោះថាបើសិនជាយើងរំលឹកអំពីប្រវត្តិនៃកីឡាអូឡ িম্প ិកគឺមានតែបណ្ដាសកលទេដែលមានប្រវត្តិចូលរួមអូឡ িম্প ិកច្រើនជាងគេក៏ដូចជាធ្លាប់មានស្នាដៃច្រើនក្នុងការប្រកួតកីឡាអូឡ িম্প ិកបើយើងនិយាយអំពីបច្ចុប្បន្នដែលមានកីឡាករនីសុនសេមីក៏ធ្លាប់ជាកីឡាករនីប្រវត្តិសាស្ត្រ qualify នៅក្នុងការប្រកួតកីឡាអូឡ িম্প ិកកាលពី2016បើយើងរំលឹកអំពីចំនួនសម្ដេចតាគឺបណ្ដាសកលយើងហ្នឹងគឺ qualify តាំងពីចំនួននោះដូច្នេះគឺយើងធ្លាប់មានកីឡាករ3រូបដែលគាត់ qualify ចូលរួមអូឡ িম্প ិកដូច្នេះគឺយើងសង្ឃឹមថានៅសករាជថ្មីនេះនឹងមានកីឡាករបណ្ដាសកលថ្មីបន្ថែមទៀតដើម្បីគាត់អាចឈានទៅដល់កម្រិតអូឡ িম্প ិកផងដែរបាទមែនទែនទៅគឺផលវិបាកធំរបស់ក្រុមជម្រើសជាតិពេលដែលគាត់ចូលរួមប្រកួតក្រៅប្រទេសគាត់ហាក់មានអារម្មណ៍ភ័យខ្លាចក៏ដូចជាមិនមានទំនុកចិត្តក្នុងការប្រកួតដោយសារនៅក្នុងប្រទេសគាត់វឹកហាត់សុទ្ធអត់មានដែលបានប្រកួតសោះជាពិសេសគឺទាំងកម្រិតថ្នាក់ជាតិទាំងប្រចាំខែក៏ដូចជានៅក្នុងប្រទេសយើងគឺកម្រមែនទែនដូច្នេះគឺយើងគិតថាឱកាសនេះគឺជាឱកាសមាសរបស់ពួកគាត់ដើម្បីគាត់ពង្រឹងសម្រួលសមត្ថភាពពីព្រោះថាកីឡាករទោះបីជាគាត់វឹកហាត់ខ្លាំងយ៉ាងណាក៏ដោយបើសិនជាគាត់មិនមានការប្រកួតទេគឺមិនអាចទទួលបានជ័យជំនះទេដូច្នេះគឺតើតែយើងសម្រួលក្នុងប្រទេសយើងឲ្យអស់លទ្ធភាពសិនទើបយើងអាចទៅទទួលបានជោគជ័យនៅការប្រកួតនៅអន្តរជាតិបានបាទសម្រាប់ការប្រកួតកម្មវិធីប្រដាល់សកលអាជីព Dragon The Golden Ring នេះគឺយើងនឹងរៀបចំនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026នេះគឺវេលាម៉ោង6នៅសាលប្រខាត់ប្រដាល់សកលនៃភូមិសាស្ត្រជាតិអូឡ িম্প ិកដែលកម្មវិធីខែដំបូងនេះគឺយើងមានចំនួន6គូក្នុងនោះគឺគូថ្នាលគឺយើងមាន2គូហើយក៏យើងមានគូអន្តរជាតិចំនួន2គូផងដែរហើយយើងសង្ឃឹមថាទស្សនិកជនទាំងអស់នឹងទទួលបាននៅអារម្មណ៍ប្លែកជាមួយនឹងប្រដាល់សកលអាជីពដោយនេះគឺជាការប្រកួតប្រដាល់សកលអាជីពគឺយើងមិនមានពាក់អាវមិនមានពាក់កាសការពារក្បាលនេះគឺយើងប្រកួតលក្ខណៈសកលអាជីពតែម្ដងដូច្នេះគឺជាអារម្មណ៍ប្លែកមួយសម្រាប់អ្នកស្នេហាវិស័យប្រដាល់ដែលពីមុនគាត់តែងតែទស្សនានៅគុនខ្មែរក៏ដូចជា kickboxing តែលើកនេះគឺជាសកលអាជីពដែលពួកគាត់ភាគច្រើនក៏ស្គាល់ច្រើនទៅតាមកីឡាករអន្តរជាតិដូចជាប៉ាគីអាវឬអីតែយើងសង្ឃឹមថាកម្ពុជាយើងនឹងមានប៉ាគីអាវកម្ពុជានៅពេលអនាគតផងដែរបាទទន្ទឹមជាមួយនឹងការឧបត្ថម្ភគ្រប់គ្រងរបស់ក្រុមហ៊ុនវឌ្ឍនៈនាពេលនេះគឺក្នុងនេះសហព័ន្ធក្នុងនេះថ្នាក់ក្នុងសហព័ន្ធក៏សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលគ្រប់គ្រងវិស័យប្រដាល់ទាំងប្រដាល់គុនខ្មែរនិងប្រដាល់សកលផងដែរគឺសង្ឃឹមថានឹងចូលរួមគ្រប់គ្រងក៏ដូចជាទស្សនាបានចាស់ក៏ពីព្រោះថាបើសិនជាមិនមានការគ្រប់គ្រងពីបងប្អូនប្រជាពលរដ្ឋទេគឺក្រុមហ៊ុនក៏គាត់មិនមាននៅការគ្រប់គ្រងបន្ថែមដែរដូច្នេះគឺជាការជំរុញសំខាន់គឺបងប្អូនប្រជាពលរដ្ឋគ្រប់គ្រងពីព្រោះថាទាំងបណ្ដាសកលទាំងបណ្ដាគុនខ្មែរគឺតំណាងជាតិទាំងអស់ពេលដែលគាត់ទៅប្រកួតក្រៅប្រទេសគឺជាការប្រកួតតំណាងជាតិកម្ពុជាយើងជាមោទនភាពរបស់កម្ពុជាយើងទាំងអស់ដូច្នេះគឺសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមគ្រប់គ្រងទាំងគុនខ្មែរទាំងបណ្ដាសកលផងដែរបាទជាផ្នែកសំខាន់មួយទៀតដែរគឺក្រៅពីបងប្អូនប្រជាពលរដ្ឋគាត់គ្រប់គ្រងក្រុមហ៊ុនវិស័យឯកជនគាត់ឧបត្ថម្ភឲ្យគឺកីឡាករផ្ទាល់ដែលគាត់ត្រូវដើរតួនាទីសំខាន់ដែរពីព្រោះថាបើសិនជាគាត់មិនមានការវឹកហាត់ជាប់លាប់មិនមានការប្រកួតអស់ពីសមត្ថភាពបង្ហាញពីសមត្ថភាពទេគឺមិន
มันងាយមានការគ្រប់គ្រងពីបងប្អូនប្រជាពលរដ្ឋទេព្រោះថាគាត់តែងតែមែនតើទៅបងប្អូនប្រជាពលរដ្ឋយើងគាត់គ្រប់គ្រងច្រើនបណ្ដាសកលតែភាគច្រើនគឺនៅក្រៅប្រទេសដោយសារគាត់មើលឃើញថាកម្រិតនៅកម្ពុជាយើងមិនទាន់ដល់កម្រិតអន្តរជាតិដូច្នេះយើងសង្ឃឹមថាកីឡាករនេះបណ្ដាសកលទាំងអស់គឺគាត់នឹងបន្តក៏ដូចជាប្រឹងប្រែងបង្ហាត់ដើម្បីឈានទៅដល់កម្រិតអន្តរជាតិព្រោះថាបើយើងនិយាយអំពីជម្រើសជាតិយើងគឺយើងមានកម្រិតអាចប្រកួតជាមួយអន្តរជាតិទេប៉ុន្តែនៅតាមបណ្ដាក្លឹបគឺមិនទាន់មានដូច្នេះគឺយើងសង្ឃឹមថាពួកគាត់នឹងប្រឹងប្រែងដើម្បីឈានទៅដល់កម្រិតបណ្ដាសកលជាតិពិភពលោកបានបាទយើងអាចថានិយាយបានថាថ្ងៃ28នេះគឺជាចំណុចចាប់ផ្ដើមដំបូងហើយយើងគិតថាបើសិនជាយើងជោគជ័យគឺយើងមានមហិច្ឆតាច្រើនណាស់គឺយើងសង្ឃឹមថាយើងនឹងរៀបចំកម្រិតអន្តរជាតិចំណាំខ្សែក្រវ៉ាត់ពិភពលោកផ្សេងដែលសហព័ន្ធបណ្ដាសកលអាជីពតែងតែរៀបចំនៅតាមបណ្ដាប្រទេសធំៗដូចជានៅសហរដ្ឋអាមេរិកយើងសង្ឃឹមថាបើសិនជាយើងមានលទ្ធភាពក៏ដូចជាការគ្រប់គ្រងនិងកម្រិតកីឡាករបច្ចេកទេសយើងអាចឈានទៅបានគឺយើងនឹងរៀបចំដល់កម្រិតនោះផងដែរបាទ